តែនៅពេលដែលគាត់ SL មក position ឬក៏2 position ជាប់គ្នាគាត់ចាប់ផ្ដើម FOMO ហើយគាត់ចាប់ផ្ដើមភ្លេចអស់ technical ដែលគាត់រៀនពីមុនមកតោះសួស្ដីអ្នកនរគ្នាខ្ញុំបាទសាឡាថ្ងៃនេះចង់មកនិយាយតាក់ទងជាមួយនឹង topic ថ្មីមួយទៀតតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងអារម្មណ៍របស់ trader ហើយ topic នេះដែរគឺ trader ភាគច្រើនគាត់ឆាតមកសួរខ្ញុំផ្ទាល់ហើយខ្ញុំបានឲ្យដំបូន្មានទៅពួកគាត់បានច្រើនដែរតែឥឡូវខ្ញុំធ្វើជាវីដេអូមួយដើម្បីចែករំលែកដល់អ្នកគ្រប់គ្នាហ្មងទៅកុំឲ្យនៅពេលសួរអញ្ចឹងទៅខ្ញុំមានវីដេអូឲ្យគាត់ទៅស្ដាប់អញ្ចឹងជាទូទៅនៅពេលដែលយើងចូលមកកាន់ trade ភាគច្រើនគឺយើងចង់រៀន technical យើងចង់រៀនមើលផ្សារឲ្យឆាប់យល់ដើម្បីគិតថានៅពេលដែលយើងចេះមើលផ្សារល្អឬក៏មាន technical ល្អមួយយើងនឹងអាចឈ្នះផ្សារ 100% បានន័យថាយើងចេះ technical ហើយយើងឃើញកន្លែងចូលយើងចូលយកទៅយើងមិនបាច់ខ្វល់ថា win rate ប៉ុន្មានទេឬក៏អារម្មណ៍យើងរបៀបម៉េចទេដឹងតែចូលដាក់ SL ដាក់ TP ហើយចូលទៀតអត់មានខ្វល់ថាថ្ងៃនេះយើងចូលប៉ុន្មាន position អត់មានខ្វល់ថាខ្លួនឯងឥឡូវហ្នឹងពុំមានអារម្មណ៍របៀបម៉េចអត់ដឹងថាខ្លួនឯងត្រូវរៀបចំវិន័យរបៀបម៉េចអញ្ចឹងវីដេអូនេះវាបកស្រាយទាំងអស់បកស្រាយតាំងពីវិន័យទាក់ទងជាមួយនឹងការគ្រប់គ្រងអារម្មណ៍ហើយជាមួយនឹងភាពរឹងមាំនៅពេលដែលយើងធ្វើវាបានកាន់តែយូរអញ្ចឹងមុនពេលដែលយើងចូលទៅដល់ topic ខ្ញុំមាន clear មួយសម្រាប់ឲ្យ trader ថ្មីគាត់អានឬក៏ស្ដាប់មុននឹងចូលទៅ topic របស់យើង topic ហ្នឹងគឺទាក់ទងជាមួយនឹងមានរឿងជាច្រើនដែល trader ថ្មីគិតខុសពីការពិតនៅពេលដែលគាត់មើលវីដេអូនេះហើយបើសិនបើគាត់អាចកែគាត់នឹងអរគុណខ្ញុំនៅពេលក្រោយហើយសួរថារឿងថ្មីហ្នឹងដែល trader ថ្មីហ្នឹងគាត់គិតថាអញ្ចឹងខ្ញុំឧទាហរណ៍មួយចុះគាត់គិតថាគាត់ចូលមកកាន់វិស័យ trade នេះនឹងក្លាយទៅជាអ្នកមានក្នុងរយៈពេល1ខែ2ខែឬក៏3ខែអញ្ចឹងទៅតែជាក់ស្ដែងជីវិតជា trader វាមិនអាចធ្វើឲ្យយើងក្លាយទៅជាមហាសេដ្ឋីឬក៏ក្លាយទៅជា millionaire ក្នុងរយៈពេល1ខែ2ខែឬក៏3 4ខែហ្នឹងទេវាអាចឲ្យយើងរស់នៅប្រសើរជាងមុនហើយមកធ្វើបាយ3ពេលឬក៏អាហារសម្រាប់ញ៉ាំហើយមានជីវភាពស្រស់បំព្រងអត់មានសម្ពាធការងារអាហ្នឹងវាគួរសមហើយព្រោះន័យថាវាមិនចាំបាច់ឲ្យយើងធ្វើអ្វីដែលច្រើនពេកឬក៏ហត់នឿយពេកក៏យើងអាចរស់នៅជាមួយនឹង trade បានដែរប្រសិនបើយើងមានជំនាញក្នុងការ trade ហើយជាមួយនឹងការគ្រប់គ្រងអារម្មណ៍ត្រឹមត្រូវអានេះគឺជាអ្វីដែល trader ភាគច្រើនគាត់គិតខុសគាត់គិតថានៅពេលដែលគាត់ចូលក្នុងវិស័យ trade ហ្នឹងគឺគាត់នឹងទទួលបានលុយយ៉ាងច្រើនហើយគាត់គិតថាវិស័យ trade ហ្នឹងគឺជាកន្លែងវិនិយោគដែលគ្រាន់តែដាក់លុយទៅមិនបាច់រៀនក៏ដោយក៏គាត់ទទួលបានលុយមកវិញដែរអាហ្នឹងគឺជាចំណុចមួយដែល trader ភាគច្រើនមិនថាខ្ញុំមិនថាគេគឺចូលមកដំបូងគឺគិតអញ្ចឹងហើយនៅពេលដែលយើងគិតអញ្ចឹងយើងនឹងជួបហានិភ័យនៅថ្ងៃណាមួយដំបូងឡើយយើងអាចនឹងចំណេញតិចតួចឬក៏ចំណេញគួរសមដោយសំណាងហើយយើងគិតថាយើងជា trader តែនៅពេលដែលយើងជួបរបស់មួយដែលពិបាកក្នុងការទទួលយកឧទាហរណ៍ដូចជាដាច់ account ក្នុងរយៈពេល1ម៉ោងដាច់ account ក្នុងពេល1យប់ដាច់ account ក្នុងពេល1អាទិត្យដាច់ account 10ដងក្នុងពេល1អាទិត្យ100ដងក្នុងពេល1ខែអាហ្នឹងបានយើងដឹងថាតើយើងគួរធ្វើយ៉ាងម៉េចដើម្បីក្លាយទៅជា trader ពិតប្រាកដហើយនៅពេលដែលមនុស្សម្នាក់គាត់ស្វែងរកជំនួយខ្លះវាមិនប្រកាសថាជាជំនួយល្អទេភាគច្រើនជំនួយនៅក្នុង social media YouTube ឬក៏ Telegram អញ្ចឹងពេលខ្លះក៏វាជាជំនួយមួយដែលពង្វក់យើងឲ្យទៅធ្វើអីផ្សេងអញ្ចឹងទៅអញ្ចឹងយើងចូលមកដល់ topic យើងវិញអញ្ចឹងចំណុចមាតិការបស់យើងគឺមានទី1ទាក់ទងជាមួយនឹង technical before psychology ទី2គឺផ្លាស់ប្ដូរផ្នត់គំនិតជាងផ្លាស់ប្ដូរ strategy ទី3គឺគុំសរសេរវិន័យតែនៅលើกระดาษវាអត់បានការទេហើយទី4គឺផ្នត់គំនិតដែលអាចកែប្រែអ្នកក្លាយទៅជា trader ហើយចំណុចទាំង4ហ្នឹងសិតតែមានន័យទូលំទូលាយហើយខ្ញុំសង្ខេបវាយកតែចំណុចណាមួយឬក៏ចំណុចសំខាន់យកមកប្រាប់អ្នកនរគ្នាទេខ្ញុំអត់អាចលើកមកទាំងអស់បានទេព្រោះអីវីដេអូនៅពេលវែងពេកពេលខ្លះ
trader bịច្រើនគឺគាត់ចូលចិត្តស្ដាប់វីដេអូទាក់ទងជាមួយនឹង technical ច្រើនជាង psychology គាត់អត់ដឹងថា psychology វាសំខាន់ជាងនៅពេលណាមួយឬក៏ពេលចុងក្រោយទេឥឡូវខ្ញុំយកចំណុចទី1ខ្ញុំមកនិយាយសិនចំណុចទី1ហ្នឹងយើងនិយាយទាក់ទងជាមួយនឹង technical before psychology មូលហេតុអីបាន technical វាត្រូវតែដើរមុន psychology ខ្ញុំឧទាហរណ៍មួយនៅពេលដែលយើងជាមនុស្សម្នាក់ដែលអត់ធ្មត់មានការរងចាំមានវិន័យមានការគ្រប់គ្រងលើខ្លួនឯងបាន 100% ហើយតែយើងអត់មាន technical សោះនៅក្នុងការគ្រប់គ្រងទីផ្សារឬក៏មើលផ្សារអញ្ចឹងទៅអញ្ចឹងទោះបីជាយើងមាន technical ឬក៏មាន psychology ខ្លាំងអញ្ចឹងវាមានមួយខ្វះមួយក៏វាអត់កើតដែរអញ្ចឹងចំណុចទី1ដែលខ្ញុំត្រូវនិយាយហ្នឹងគឺប្រសិនបើយើងគ្មាន technical ក្នុងការដឹងពីលំហូរទីផ្សារទេទោះបីជា psychology យើងខ្លាំងប៉ុណ្ណាឬក៏យើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងខ្លាំងប៉ុណ្ណាហើយមានវិន័យខ្លាំងប៉ុណ្ណាក៏យើងមិនអាចរកផលចំណេញពីទីផ្សារបានទេឧទាហរណ៍ជាក់ស្ដែងខ្ញុំឧទាហរណ៍មួយចុះសុកគឺជា trader ម្នាក់ដែលមាន discipline ខ្លាំងគាត់ចូលផ្សារមួយថ្ងៃដឹងចូលតែមួយ trade take risk 1% ហើយចូលផ្សារដឹងមាន SL មាន TP អញ្ចឹងទៅតែសួរថាគាត់ប្រើ set up វាមិនដើម្បីចូលផ្សារគាត់អត់ដឹងថាខ្លួនឯងប្រើ set up វាមិនទេគាត់គ្រាន់តែឃើញ candle ចុះគាត់ចូល sell ហើយ candle ឡើងគាត់ចូល buy អាហ្នឹងមិនមែនជា technical ទេអាហ្នឹងគ្រាន់តែជាការមើល candle ឬក៏ការមើលផ្សារមួយគណៈពេលទេ technical មានន័យថាយើងប្រើប្រាស់អីខ្លះក្នុងការចូលផ្សារឬក៏យើងមានហេតុផលអីខ្លះក្នុងការចូលផ្សារឧទាហរណ៍ថាបុគ្គលកចុះគាត់មាន technical គាត់ដឹងថាផ្សារឥឡូវហ្នឹងទី1 buy out វាជា bullish អញ្ចឹងគាត់ត្រៀមតែចាំ buy ហើយមួយទៀតគាត់រងចាំថាតើវាធ្លាក់ដល់ key level ណានៅហើយបន្ទាប់មកបានគាត់រងចាំ confirm អាហ្នឹងបានជា technical មួយដែលកើតចេញពី logic ឬក៏ logical មួយដែលវាត្រឹមត្រូវទោះបីជាគាត់ធ្វើអ្វីទាំងអស់ហ្នឹងហើយគាត់នៅតែអត់ទាន់បានទទួល profit ក៏ដោយក៏គាត់បានពង្រឹង technical របស់គាត់ឲ្យដល់មួយជំហានទៀតឬក៏ដល់ដំណាក់កាលមួយទៀតនៅថ្ងៃអនាគតវាមិនប្រកាសថាយើងប្រើ technical ទៅដឹងតែចូលផ្សារទៅដឹងតែ TP ឬក៏ profit ទេតែគ្រាន់តែនៅពេលដែលយើងប្រើ technical ដដែលយើងនឹងកាន់តែដឹងថា technical របស់យើងមានចំណុចខ្វះខាតមានចំណុចខ្លាំងមានចំណុចខ្សោយកន្លែងណាចំណាំមើលទៅព្រោះអីខ្ញុំក៏ធ្លាប់ឆ្លងកាត់ technical ច្រើនដែរមិនថា indicator មិនថា technical របៀបម៉េច AMC ICT CRT ក៏ដោយនៅចុងក្រោយខ្ញុំជ្រើសរើសយករបស់មួយយកមកធ្វើហើយធ្វើវាឲ្យមុតដើម្បីពង្រឹងឲ្យវាកាន់តែខ្លាំងយើងអត់ត្រូវការរបស់ច្រើនសម្រាប់ក្នុងការធ្វើឲ្យវាអញញ៉ៃទេនៅក្នុងក្រាបអ្នកនរគ្នាប្រហែលជាធ្លាប់ឃើញនៅក្នុង social media មានអ្នកខ្លះគេដាក់តារាងឬក៏ក្រាបមានទាំង trend line មានទាំង RSI មានទាំង MACD មានទាំងអីញ៉ៃតែសួរថាគាត់ trend របៀបអញ្ចឹងត្រឹមត្រូវអត់ no one know មានតែគាត់ទេបានដឹងថាគាត់ប្រើរបៀបម៉េចតែសួរថាសម្រាប់ខ្ញុំចូលចិត្តឲ្យក្រាបរបស់ខ្ញុំមានសភាព clear ហើយមើលទៅយល់សម្រាប់ខ្ញុំហើយខ្ញុំអត់ត្រូវការចាំបាច់គូច្រើនទេខ្ញុំដឹងតែទី1 bias ទី2 structure ទី3 confirm ហើយខ្ញុំបន្ថែមតិចទី2 structure ហ្នឹងអីគេខ្ញុំចាំវាដល់ key level ហើយតមកបានខ្ញុំload alert អញ្ចឹងបាទខ្ញុំទៅមើល confirm អញ្ចឹងទៅអាហ្នឹងគឺជា strategy technical ក្នុងការចូលរបស់ខ្ញុំហើយខ្ញុំអត់ត្រូវការ technical ឬក៏ strategy ដែលមាន win rate រហូតដល់ 100% ទេគឺខ្ញុំសុំតែត្រឹម 70% ឬក៏ 60% តែ risk reward បានត្រឹម 7R ឬក៏ 2R ជាងតិចតួចទៅគឺគ្រប់គ្រាន់ហើយខ្ញុំអត់ទាមទារឲ្យrisk reward ខ្ញុំធំពេកទេហើយម្យ៉ាងមួយទៀតខ្ញុំដឹងថានៅពេលដែល risk reward យើងកាន់តែធំ win rate របស់យើងក៏កាន់តែតិចហើយតារាបណាដែល win rate កាន់តែតិច
TP យើងក៏វាតិចតាមនឹងដែរបានន័យថាចំនួន TP របស់យើងតិចអញ្ចឹង psychology យើងពេលខ្លះក៏ hit ខ្លាំងដែរយើងត្រូវចាំមនុស្សពេលខ្លះចូល trade ត្រូវតែមាន TP ខ្លះបើ SL 10 ដងជាប់គ្នាវាពេលខ្លះ psychology hit ទី2យើងអាចនឹង FOMO ហើយទី3យើងអាចនឹង revenge trade អាហ្នឹងជាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយមួយទៀតខ្ញុំចង់និយាយទាក់ទងមួយនឹងចំណុចទី2ដំបូងឡើយ trader ត្រូវរៀនពី technical ឲ្យបានមុន psychology អាហ្នឹងគឺជាអ្វីដែលខ្ញុំតែងតែប្រាប់ trader ទាំងអស់ហើយសួរថាមូលហេតុអីយើងមិននិយាយហើយគឺតាក់ទងមួយនឹង technical នៅពេលយើងមើលផ្សារអញ្ចឹងទៅយើងដឹងថាផ្សារវាដើរដល់តំបន់ណាវាមាន direction វាម៉េចអញ្ចឹងនៅពេលដែលយើងចេះ technical ហើយនៅពេលដែលយើងចេះហើយគឺយើងចាប់ផ្ដើមរៀន psychology នៅពេលដែលយើងរៀន psychology technical យើងច្បាស់ psychology វាធំជាង technical វិញមូលហេតុអីដោយសារតែនៅពេលដែល psychology របស់យើងhit technical របស់យើងគឺលាយបាត់មកឧទាហរណ៍ថាបរោះកគាត់ trade នៅថ្ងៃសុក្រពេលយប់អញ្ចឹងទៅ technical គាត់មាន win rate គួរសម risk reward គាត់ក៏មានត្រឹមត្រូវដែរអញ្ចឹងសម្រាប់បងប្អូនណាដែលចង់បានព័ត៌មានថ្មីៗទាក់ទងមួយការរៀន trade ទាក់ទងមួយ trading idea ទាក់ទងមួយការ recap position អ្នកនរគ្នាអាចចូលទៅកាន់ channel របស់ខ្ញុំបានដោយការ scan ឬក៏ join តាម link នៅក្នុង description ខាងក្រោមអរគុណតែនៅពេលដែលគាត់ SL មួយ position ឬក៏2 position ជាប់គ្នាគាត់ចាប់ផ្ដើម FOMO ហើយគាត់ចាប់ផ្ដើមភ្លេចអស់ technical ដែលគាត់រៀនពីមុនមកគឺគាត់មើលតែ lower time frame ឬក៏ candlestick ភ្លាមទេអញ្ចឹងសួរថាបើយើងរៀន technical ចេះយើងអត់មាន psychology ក្នុងការគ្រប់គ្រងក៏យើងអត់កើតដែរហើយអា psychology នេះដែរវាមិនមែនដូច technical ទេ technical យើងរៀនមួយរយៈពេលយើងអាចចេះឬក៏ចាំអស់មួយជីវិតហើយយ៉ាងច្រើនយើងកែច្នៃតិចតួចតែ psychology នេះវិញគឺយើងត្រូវតែតាមវារាល់ថ្ងៃហ្មងបានន័យថាម៉េចយើងមិនប្រកាសថាថ្ងៃហ្នឹងយើងសុបាយចិត្តមួយខែក្រោយយើងនៅតែសុបាយចិត្ត2ខែក្រោយយើងនៅតែសុបាយចិត្តទេយើងត្រូវដឹងថាអារម្មណ៍មនុស្សវាផ្លាស់ប្ដូរតាមពេលវេលាហើយផ្លាស់ប្ដូរតាមកលៈទេសៈផ្លាស់ប្ដូរតាមទីកន្លែងអ្នកខ្លះថ្ងៃហ្នឹងសុបាយគាត់ trade អញ្ចឹងទៅគាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អតែនៅពេលដែលមួយអាទិត្យក្រោយគាត់ឆ្លោះគ្នាមួយសង្សារឆ្លោះគ្នាមួយប្រពន្ធអញ្ចឹងនៅពេលដែលអញ្ចឹងគាត់ក៏ FOMO ឬក៏គាត់ខឹងប្រពន្ធគាត់ទៅជន់សារលេងអញ្ចឹងទៅដោយអត់ប្រើប្រាស់ technical អញ្ចឹងបញ្ជាក់ម្ដងទៀត psychology មានភាពពិបាកនៅពេលដែលយើងចេះ technical អស់នៅពេលដែលយើងចេះ technical អស់ psychology គឺពិបាករៀនហ្មងហើយពិបាកគ្រប់គ្រងណាស់វាមិនមែនស្រួលដូចយើងនិយាយនៅក្នុង voice ឬក៏សរសេរនៅក្នុងក្រដាសទេហើយអានតារាងនេះដែរក៏ខ្ញុំបានមើលទៅវាសមរម្យដែរtechnical វាប្រៀបដូចជាគ្រឹះនៅក្នុងសំណង់អញ្ចឹងបានន័យថាបើសិនបើយើងមានគ្រឹះរឹងមាំអាខាងលើរបស់យើងក៏អាចនឹងពង្រឹងបានដែរតែបើ technical របស់យើងអត់រឹងមាំទេយើងអាចនឹងអាខាងលើរបស់យើងនឹងបាក់មកវិញអញ្ចឹង technical វាគឺជាគ្រឹះហើយទី2គឺជា risk management risk management វាប្រៀបបានដូចជាសសរប្រៀបបានជាធ្នឹមឬក៏ប្រៀបបានជា slab អញ្ចឹងទៅនៅពេលដែលយើងចេះ risk management គឺយើងចេះគ្រប់គ្រងហានិភ័យយើងចេះកំណត់ lot size យើងចេះមើលថាមួយខែហ្នឹង risk management យើងចំណេញប្រមាណខាតប្រមាណមិនមែនមួយថ្ងៃមួយខែមួយឆ្នាំឬក៏2ឆ្នាំអញ្ចឹងទៅចំណុចទី3គឺpsychology ហ្នឹងហើយឬក៏ patient emotion ហ្នឹងហើយអាហ្នឹងវាប្រៀបបានដូចអីគេអាហ្នឹងប្រៀបបានដូចជា decor បើយើងចេះ decor យើងមើលទៅស្អាតហ្មងបានន័យថាយើងចេះរៀបចំទុកដាក់ថាគ្រឿងសង្ហារឹមយើងទុកនៅណាផ្ទះយើងត្រូវលាបពណ៌អីហើយទ្វារយើងត្រូវដាក់វាម៉េចដើម្បីចេញចូលទៅមានខ្យល់អាកាសបរិសុទ្ធអាហ្នឹងគឺជាអ្វីដែល trader ភាគច្រើនគាត់អត់ចេះ decor ខ្លួនឯងហើយភាគច្រើនណាមនុស្សមើលឃើញតែគ្រឹះទេគាត់អត់ដឹងថាអា decor ហើយជាមួយនឹងអា structure នេះអាធ្នឹមអា slab អីហ្នឹងវាសំខាន់នៅពេលដែលយើងឡើងមកលើឥឡូវសួរថាគ្រឹះនៅពេលដែលយើងសង់ហើយយើងមើលឃើញអត់វាមើលអត់ឃើញទេ
តែអា decor ហើយជាមួយនឹងអាធ្នឹមអាកសយហ្នឹងវាសិតតែមើលឃើញហើយមួយវិញទៀតអក្សរទូចអក្សរធំក៏វាស៊ី space ទៅតាមទីតាំងជាក់ស្ដែងដែរវាប្រៀបដូចជា risk management អញ្ចឹង risk កាន់តែធំខាតក៏កាន់តែធំចំណេញក៏កាន់តែធំដែរអញ្ចឹងវាប្រៀបបានដូចជាអក្សរវាកាន់តែធំវាកាន់តែមាំតែកាន់តែទូចវាស្អាតមែនតែគ្រាន់តែវាអត់មាំទេពេលខ្លះហើយ decor ដែលខ្ញុំនិយាយអញ្ចឹងពេលខ្លះវាត្រូវការកែប្រែវាប្រៀបដូចជា psychology ដែរយើងត្រូវកែវាឲ្យម៉េចឲ្យវាសមមួយយើងឧទាហរណ៍ថាផ្ទះហ្នឹងដំបូងឡើយអត់ស្អាតទេយើងចេះ decor ឆ្នៃវាកែវាហើយ decor វាមិនមែន decor ម្ដងទេគឺ decor អស់មួយជីវិតយើងចេះកែវាឧទាហរណ៍ថាថ្នាំហ្នឹងវាស្លេកហើយយើងត្រូវរកថ្នាំផ្សេងយកមកលាបដើម្បីឲ្យអាកន្លែងរបស់យើងហ្នឹងវាកាន់តែស្អាតឡើងវិញយើងមិនមែនចាំឲ្យវាស្លេកទេយើងមិនបាច់ទៅធ្វើអីវាទៀតទេអញ្ចឹងបានន័យថាយើងទុកវាចោលហើយដរាបណាដែលទុក psychology ចោលយើងនឹងបាត់បង់អាពីរខាងក្រោមនេះហើយទោះបីជាផ្ទះរបស់យើងមើលពីក្រៅទៅឬក៏ចំណាយលុយអស់ប៉ុណ្ណាក៏ដោយក៏វាអត់ស្អាតវាអត់គួរឲ្យចង់នៅអញ្ចឹងខ្ញុំឧទាហរណ៍ដល់ប៉ុណ្្នឹងយើងចូលមកដល់ចំណុចទី2ធំរបស់យើងវិញគឺផ្លាស់ប្ដូរផ្នត់គំនិតជាជាងផ្លាស់ប្ដូរ strategy មកដល់ចំណុចហ្នឹងខ្ញុំចង់សួរអ្នកនរគ្នាបន្តិចអ្នកនរគ្នាដែរគិតយ៉ាង ICT ត្រូវអត់ចំណេញទេទៅ trade AMC ឃើញគេ trade AMC ចំណេញលុយម៉ឺនហើយtrade AMC មិនចំណេញទេទៅ trade CRT ដើម្បីឃើញ swing ឃើញអីលយអញ្ចឹងទៅហើយអស់ពីហ្នឹងមក CRT trade មិនកើតទេទៅរក indicator ជួយបន្តិចទៅដើម្បីឲ្យបាន profit ច្រើនដូចគេអ្វីទាំងអស់ហ្នឹងសិតតែខ្ញុំធ្លាប់គិតពីមុនមកហើយក៏ខ្ញុំធ្លាប់ដើរឆ្លងកាត់ដែរហើយចម្លើយដែលខ្ញុំទទួលបានហ្នឹងគឺគ្មានអីប្រសើរជាងខ្លួនឯងទេហើយ strategy ណាក៏ work ដែរសំខាន់យើងត្រូវដឹងថាតើ strategy ហ្នឹងវាខ្លាំងនៅពេលណាហើយខ្សោយនៅពេលណានៅពេលដែលយើងរកចំណុចខ្សោយរបស់វាហើយបង្កើតបានទៅជាចំណុចខ្លាំងវិញអាហ្នឹងបានយើងដឹងថានៅពេលណាដែលយើងគួរចូលផ្សារហើយនៅពេលដែលយើងដឹងថាពេលណាដែលយើងគួរចូលផ្សារ win rate យើងនឹងឡើងដូចអ្វីដែលអ្នក trade ជំនាញគាត់ធ្វើអញ្ចឹងបានន័យថាឧទាហរណ៍ថាបុគ្គលកគាត់ប្រើ strategy A ដើម្បីទៅ trade មាសអញ្ចឹងទៅគាត់មាន win rate 70% តែសួរថាពេលខ្លះអ្នកខ្លះយកអា strategy ហ្នឹងយកទៅ trade win rate បានតែ 30% 40% សួរថាមូលហេតុអីមូលហេតុមកពីពួកគាត់អត់ដឹងថា strategy ហ្នឹងវា work ខ្លាំងនៅពេលណាហើយសួរទៅអ្នកខ្លះរៀន SVG អញ្ចឹងមិនដឹងថា SVG work នៅពេលណាផងហ្នឹងហើយអ្នកខ្លះទៀត liquidity sweep liquidity run អត់ដឹងថាអា run មិនអា sweep មិនឲ្យតែបិទ body ដឹងថា run ឲ្យតែបិទជា week ដឹងថាវាជា sweep អញ្ចឹងទៅដល់ពេលសារគាត់អត់ធ្វើអត់ពេលបិទ body បានអញ្ចឹងវាធ្លាក់មកក្រោមគាត់ថាអាហ្នឹងមកពីព័ត៌មានហើយនៅពេលដែលវាឡើងទៅគាត់ថាមកពី technical ត្រូវដល់ពេលអញ្ចឹងវាអត់មានភាពច្បាស់លាស់នៅពេលដែលយើងអត់ព្យាយាមរកចំណុចខ្លាំងចំណុចខ្សោយរបស់ strategy យើងនឹងជួបប្រទះអារបស់មួយដែលខ្ញុំធ្លាប់សួរខ្លួនឯងថាតើ strategy ហ្នឹង work អត់អាហ្នឹងគឺជាសំណួរមួយដែលខ្ញុំតែងតែសួរខ្លួនឯងនៅពេលដែលខ្ញុំរៀន strategy ពីមួយទៅមួយហើយពីមួយទៅមួយទៀតអាហ្នឹងគឺជាចំណុចសំខាន់ហើយឥឡូវយើងចូលមកដល់ចំណុចទាំង3របស់យើងវិញគឺអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ឬក៏ធ្លាប់ trade strategy មួយណាអីចឹងតែសួរថាអ្នកទាំងអស់គ្នាដែលដឹងអត់ថា strategy ហ្នឹងវាល្អនៅពេលណាហើយទី2ហ្នឹងគឺផ្នត់គណិតជាអ្នកចាប់ផ្ដើមនៃការគ្រប់គ្រងខ្លួនឯងយើងត្រូវដឹងចេះនៅពេលដែលយើងអត់មានផ្នត់គណិតជា trader ហើយយើងមកចូលក្នុងវិស័យ trade យើងនឹងមានផ្លូវច្រើនសម្រាប់ជ្រើសរើសឧទាហរណ៍ថា trader មិនប្រកាសថាចូលមកដើម្បី trade ទេពេលខ្លះមកជន់ផ្សារដើម្បីយកលុយមកគ្រាអញ្ចឹងទៅទី2ពេលខ្លះគាត់មកចែកម្លែកអីផ្សេងអញ្ចឹងទៅឬក៏បង្កើតជា group signal ចែកម្លែកទៅអ្នកដទៃអញ្ចឹងទៅវាសួរថាវាខុសអត់វាអាស្រ័យទៅលើមនុស្សវាមិនប្រកាសថាត្រូវឬខុសទេតែសួរថាយើងនេះយើងទៅពឹងគេឬក៏
từ mơ kia xua tha dương nè châu xá rứa gò kê nè châu xa cái châu xá cái miên hai Paul và kê hơi tay dương nè châu xá tay dương miên hai Paul và dương ngon hay dương miên nát cần nát miên là rõm rứa gò miên vịnh đấy con ca châu xa on bởi dương khoảng ở trong châu xa tam kế hơi trong ban profit đôi kế dương còn ót tha ban chân anh đôi kế anh nắng cứ chia sầm nô mối đại nhóm bị món nhóm crop châu non group signal anh em châu tam kế đây ta chạy sái nhóm nơi đặc hạn tái kế nơi đại chân anh nắng cứ chia sầm nô mối đại nhóm tay để xúc luôn anh và con ót tha group signal bất chỉ ai nom dương từ đó profit nơi ngày nà cột nắng cứ chia sầm nô nhóm xúc luôn anh hỏi dục và con ót tha indicator vợt mà rồi hay sầm nô mới tiết đại nhóm tay để xúc luôn anh đấy ta indicator nắng bia confirm việc mất bạn đăng tha châu bái đi châu sờ hay bia cho code đôi được điểm nè bia per strategy kì nắng cứ chia sầm nô để nhóm tay để xù hay mà đo giọng ngay của nhóm chúc khoa vì sầm nô nữa này cứ nhóm khoa pi luôn nhóm chờ anh chiềng phụ ấy np để nhóm strategy luôn ấy cứ nhóm đăng hay tha ta np nè để nhóm cua châu xà nắng cứ chia sầm nói sầm khăn hay chỉ nói tị bay nắng cứ clap đô cùng nất ở bán cứ chia chùm hiến chua từ đó ca cốc rong luôn này nót cầm nất nơi mà nè cứ sầm khăn nó không ca trệt mùi hạt ấy nó p đại dương miền nót cầm nất chỉ trệt đó dương nặng ái đa khai tới chỉ trệt đờ ta bởi dương miền nót cầm nất chỉ game lính môn nặng cõi dương công trái tới chỉ game lính đi hay mình bà con tha mà rồi mình nè sức tài miền nót cầm nất đôi kia đi nè khá miền nót cầm nất biểm chết nè khá miền nót cầm nất biểm cho nhân trời tại số tha dương ai plug đô khăn nật luôn anh ba nót bàn tại số tha dương ai plug đô khăn nật bọc cái ba nót mình nghe đi nhưng hiền vậy mà tại kê tha kê trong thưa biểm che hấy cứ kê thưa biểm chân này hay và kê thưa biểm trắng ban lối ao kê thưa biểm chân từ phụ ấy dương ở đăng tha nơi bị khỏi kê nắng cư miên ai kê class đi hai ní còn để chia rút bằng hai tha nơi p là dương miên discipline miên ca plug đô plug nất dương cho mà không bị sai trết dương đừng mi rõm ngọc ngắt chiên môn hay np đại dương mi rõm ngọc ngắt chiên môn cuộc ba bao dương nó còn vía thưa ca bàn o đây bạn này tha dương trết tụ bay sl của dương thòm đá np tp của dương thòm đá đây cho một đó chỉ nói tị bay thống cứ cung để xe vì nấy ta nơi lơ cả đã việt ban ca đây nhóm thọp từ xe vì nấy chớn nó không ca trét hay trong một pay vì nấy ưu để ho tha mà ngáy cho mà season TP nhắn mà ngáy thạch đi tầm một phía rồi cùng thạch đi chờn p hay p class trình đánh một mán thử chụp p class on ai trét p phật rồi có on ai trét p ngay chạm được trét p dục trong đời tại xưa tha vì nấy là nhóm được xe nắng phía chớn cứ nhóm thưa on nắng cứ sầm khăn những kỳ từ bốn lái cứ nhóm sẽ xe chớn p là hốt đâu mà pay sang sau vì nấy hay mẹp nhóm cứ nhóm offer thì sau bay tại mùi ấy nhóm vậy luôn ai phụ ấy nhóm son cắt hai hay vậy rằng nhóm vậy ní nhận nó nếp và hai gì chọc son cắt đây nhận nó nếp là xe vì nấy chớn nè đây nhận nó nếp ở ban cất tha tao vì nấy nó nắng nhận nó nếp nó p này hit sl nhận nó nếp phơ on rồi có hiên ăn bọt về on phụ ấy ca trát bia tiêm tia dương ăn bọt bia mà đó mình tinh tụ bây giờ dương từ bốn lá cứ dương thưa ở ban cả đòi cứ dương phim thưa vía ở ban tranh chia trùng hiến môi trùng hiến định đang chờ đợi chẳng tại dương clock về class ai nhận thôi khỏi về class ai nhận đùa chấn cho mà đo cho nó dương cứ vì nấy vì cao trên bị cái ăn bọt hay vì mến cao trên bị ca là xây lơ cả thì nó cứ chia cho nó mối đây mà đối phía trái vô cho lòng nè class là xây vì nấy chớn ta mình có tha phơ tam vì nấy thì hay nè class tiết vậy mót tha luôn ấy chia mà nữ group vì nấy tay luôn ấy mà ngày ngày kết tay phơ với để copy vậy đến luôn ấy như vậy
ហ្នឹងគឺជាចំណុចសំខាន់មួយហើយពេលខ្លះពួកគាត់ក៏ហក់ខ្លួនឯងអាហ្នឹងគឺជាភាពមិនច្បាស់លាស់ជាមួយនឹងខ្លួនឯងហើយនៅពេលដែលយើងមានភាពមិនច្បាស់លាស់ជាមួយនឹងខ្លួនឯងថ្ងៃក្រោយខ្លួនឯងនឹងធ្វើឲ្យខ្លួនឯងបាត់បង់ហ្មងបានន័យថាយើងបាត់បង់ខ្លួនឯងហើយឡើងមានជំនឿចិត្តកើតជំងឺ depression ហើយពេលខ្លះទៀតអាចនឹងឈប់ចូលមកក្នុងវិស័យ trade ហើយចំណុចទី2ហ្នឹងគឺការអនុវត្តវិន័យឲ្យបានទៀងទាត់មុននឹងក្រោយវាคล้ายទៅជាទម្លាប់ហើយបានន័យថាម៉េចអ្នកនរគ្នាសាកធ្វើការងារមួយមកបានន័យថាផឹកព្រលឹមឡើងយើងងើបម៉ោង6ជាទូទៅយើងរៀនផឹកទឹកមួយកែវឲ្យបានក្នុងរយៈពេល1អាទិត្យថ្ងៃទី1ខ្ញុំជឿថាពិបាកមែនតើបានន័យថាយើងខ្ជិលងើបពីដំណេកមកយើងហើយយើងភាគច្រើនគឺកាន់ទូរស័ព្ទមុនដល់ពេលយើងកាន់ទូរស័ព្ទមុនអញ្ចឹងទៅភាគច្រើនគឺយើងអត់ចង់ទៅផឹកទឹកផឹកអីទេព្រោះខ្ជិលដែរហើយអ្នកខ្លះទៀតខំទុកទឹកនៅក្រោមខែហើយខ្ជិលយកទៀតអាហ្នឹងគឺជាទម្លាប់មួយដែលមនុស្សទូទៅភាគច្រើនគាត់ធ្វើអញ្ចឹងហើយបើយើងព្យាយាមធ្វើអាចារ្យទី1ថាយកទឹកផឹកបានណាយើងព្យាយាមធ្វើវាឲ្យបាន1អាទិត្យ1ខែឬក៏1ឆ្នាំយើងនឹងឃើញហើយយើងនឹងផឹកទឹកជារៀងរាល់ថ្ងៃបានន័យថាការធ្វើរបស់យើងហ្នឹងវាធ្វើយូរទៅវាស៊ាំคล้ายទៅជាទម្លាប់មួយហើយដូចហាត់ប្រាណអញ្ចឹងហាត់ដំបូងពេលខ្លះឈឺខ្លួនឈឺអីតែសួរថាហាត់ប្រាណល្អចំពោះសុខភាពអត់វាល្អតែសួរថាមនុស្សគ្រប់រូបហាត់អត់មិនងាយទេ10នាក់មានយ៉ាងច្រើន2នាក់ទេដែលហ៊ានហាត់ប្រាណទៅ gym ទៅអីទៀងទាត់មិនមែនហាត់ប្រាណមួយថ្ងៃទេបាត់ខ្លួនទេណាហើយទី3គឺការផ្លាស់ប្ដូរមួយវាមិនងាយទេដូចយើងចង់ផ្លាស់ប្ដូរពី gambler ទៅជា trader អញ្ចឹងវាអត់ងាយស្រួលទេហើយវាត្រូវការឲ្យយើងធ្វើវាម្ដងបន្តិចហើយកុំបង្ខំខ្លួនឯងពេកពេលខ្លះអ្វីសិតតែត្រូវការពេលវេលា1ខែ1ឆ្នាំបើធ្វើអត់បាន2ឆ្នាំសំខាន់យើងធ្វើវាទៀងទាត់ហើយនឹងនៅឬក៏យើងធ្វើបាន1អាទិត្យឈប់1ខែធ្វើបាន1ខែឈប់1ឆ្នាំអញ្ចឹងទៅអាហ្នឹងគឺជាចំណុចសំខាន់ហើយការ trade ដូចខ្ញុំនិយាយអញ្ចឹងវាមិនមែនជាការទៅសេនៅលើกระดาษឲ្យបិទទៅបន្ទាប់មកប្រាប់ខ្លួនឯងថាត្រូវតែធ្វើតែវានៅពេលដែលយើងល្មើសវិន័យម្ដងហើយម្ដងទៀតយើងនៅតែធ្វើឲ្យរឿងដដែលអញ្ចឹងយើងនៅតែទទួលបានលទ្ធផលដដែលដូចគ្នាចូលមកដល់ចំណុចទី4ហើយចំណុចហ្នឹងគឺជាចំណុចដែលជាងបកស្រាយច្រើនតិចហើយក៏ជាចំណុចមួយដែលអ្នកនរគ្នាតែតែសួរដែរព្រោះអីខ្ញុំតែងតែប្រាប់អ្នកនរគ្នាថាមុនពេលខ្លាយទៅជា trader ឬក៏មានជំនាញមួយក្នុងការ trade អ្នកនរគ្នាមិនត្រឹមតែផ្លាស់ប្ដូរការមើលផ្សារទេអ្នកនរគ្នាត្រូវផ្លាស់ប្ដូរផ្នត់គំនិតទៀតនៅពេលដែលអ្នកនរគ្នាផ្លាស់ប្ដូរផ្នត់គំនិតបានអ្នកនរគ្នានឹងដឹងថាផ្លូវមកកាន់ trade ធ្វើជាអ្នក trade នេះវាមិនងាយស្រួលទេវាត្រូវប្រឈមជាមួយនឹងខ្លួនឯងប្រឈមជាមួយនឹងការធ្វើរឿងដែរពេលខ្លះក៏អារម្មណ៍ខ្លួនឯងមិនសូវសប្បាយចិត្តពេលខ្លះទៀតត្រូវប្រឆាំងជាមួយនឹងខ្លួនឯងថាត្រូវតែធ្វើតាមវិន័យបើអត់ធ្វើតាមវិន័យយើងនឹងដាច់ account ឬក៏បាត់បង់ profit អញ្ចឹងទៅតោះឥឡូវចូលមកដល់ចំណុចទី1កន្លែងនេះដែរមានដល់ចំណុចតែនេះខ្ញុំសូ5ចំណុចសិនគឺយើងផ្ដោតលើការបង្កើតជំនាញឬ build skill first មានន័យថាម៉េចមានន័យថានៅពេលដែលយើងចូលមកកាន់វិស័យ trade យើងព្យាយាមអភិវឌ្ឍឬក៏រៀនពីអ្វីមួយដែលវាជាជំនាញយើងកុំព្យាយាមរៀនអ្វីមួយដែលវាគ្រាន់តែជារបស់វាថាអត់ពិតប្រាកដណាបានន័យថាយើងចូលមើលទីផ្សារអញ្ចឹងគ្រាន់ឃើញទៀនខៀវយើងចូលបាយឃើញទៀនក្រហមយើងចូលសែលអ្នកនរគ្នាដែលគិតថាស្រួលពេកបើខ្ញុំពីមុនខ្ញុំគិតថាទៀនខៀវចូលបាយទៀនក្រហមចូលសែលអញ្ចឹងវា trading ស្រួលហ្មងគ្រាន់ឃើញទៀនខៀវចូលបាយបានលុយហើយបានច្រើនទៀតពេលហ្នឹងចូលមាសតែ 0.01 3លេខ3ដុល្លារ
ចុះខ្ញុំគិតវិញថាបើខ្ញុំចូល0.03ខ្ញុំស្មើប្រាក់ខែខ្ញុំមួយថ្ងៃបាត់ហើយណាខ្ញុំប្រាក់ខែខ្ញុំ10រៀលពេលដំបូងហើយខ្ញុំគិតថាឲ្យតែបានមួយថ្ងៃ10រៀលមួយថ្ងៃ10រៀលយ៉ាងហោចណាស់ក៏បាន$200ដែរដល់ពេលអញ្ចឹងខ្ញុំគិតថាtrade ស្រួលអញ្ចឹងមនុស្សគេមានលុយជីឡានជីអីមានលុយទិញផ្ទះមានអីដំបូងអាចមកពីសំណាងហើយបូករួមជាមួយនឹងប្រហែលជាខ្ញុំចូលទៅត្រូវផងវាចៃដន្យអញ្ចឹងទៅក៏វាចំណេញក្នុងរយៈពេលខ្លីហើយក៏វាបាត់បង់ទៅវិញខ្លាំងមែនតើនៅពេលដែលយើងជួបនៅអ្វីដែលมันគួរជួបហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាប្រហែលជាធ្លាប់ជួបហើយតែកុំព្យាយាមជួបវាច្រើនពេកព្រោះឯដែលជួបច្រើនពេកយើងនឹងបាត់បង់ខ្លួនឯងហើយទី2គឺផ្ដោតលើ progress កុំផ្ដោតលើផលចំណេញនេះគឺជាអ្វីដែល trader ភាគច្រើនគាត់និយាយហើយខ្ញុំក៏និយាយដែរព្រោះអីផ្ដោតលើដំណើរការហ្នឹងគឺសំខាន់មែនតើមិនថាធ្វើអីក៏ដោយបើយើងផ្ដោតលើលុយខ្លាំងពេកយើងនឹងធ្លាក់ចូលអន្ទាក់របស់លុយហើយឧទាហរណ៍ថាយើងស្គាល់មនុស្សម្នាក់គ្រាន់តែចង់បានគេជួយយើងជាលុយជាកាក់ឬក៏ឃើញគាត់ជាអ្នកមានអញ្ចឹងថ្ងៃក្រោយនៅពេលដែលគាត់អស់លុយយើងនឹងបាត់បង់មិត្តភាពមួយហ្នឹងឬក៏វាមិនមែនជាមិត្តភាពពិតប្រាកដអញ្ចឹងត្រឡប់មកវិញផ្ដោតលើ progress មានន័យថាយើងផ្ដោតលើអ្វីដែលត្រូវបានន័យថាយើងផ្ដោតលើ technical ផ្ដោតលើការគ្រប់គ្រងខ្លួនឯងទោះបីជាយើងអត់ទាន់មានផលចំណេញក៏ដោយក៏យើងកំពុងតែអភិវឌ្ឍខ្លួនឯងទៅរកជំនាញមួយដែលត្រូវហើយខ្ញុំនិយាយដែរtrade មិនប្រកាសថាត្រូវតែចំណេញរាល់ថ្ងៃទេហើយពេលខ្លះត្រូវដើរចេញពីផ្សារពេលខ្លះត្រូវទាញខ្លួនឯងចេញពីចំណុចមួយដែលពិបាកមែនតើបានន័យថាមកជាហៀងខាងឆ្វេងរបស់យើងទាមទារឲ្យយើងចូល position ថែមដើម្បីទទួលបាន balance មកវិញតែមកជាហៀងខាងស្ដាំរបស់យើងពងទាញយើងមកវិញថាកុំចូលតែចូលដាច់ account នេះហើយយើងនៅកណ្ដាលតែយើងរេទៅខាងណាគឺខាងហ្នឹងហើយបើយើងរេទៅខាងឆ្វេងគឺយើង FOMO រេទៅខាងស្ដាំបានន័យថាយើងជៀសផុតពីរបស់មិនល្អហើយចំណុចទី3ហ្នឹងគឺធ្វើតាម progress ដែលយើងកំណត់ហើយព្យាយាមកុំយកលេសមក trade set up ដែលរញ៉េរញ៉ៃអាហ្នឹងគឺជាចំណុចមួយដែរដែលមនុស្សភាគច្រើនតែងតែធ្លាប់និយាយជាមួយនឹងខ្លួនឯងមិនថាខ្ញុំមិនថាគេទេនៅពេលដែលយើង trade CSL យើងនឹងយកលេសថាCSL នៅសល់ balance ឬក៏នៅសល់ profit អញ្ចឹងទៅក៏យកអា profit ហ្នឹងយកទៅ take risk ទៀតស្រាប់តែ SL អញ្ចឹងទៅគាត់ថាaccount ហ្នឹងទៅ BE អញ្ចឹងយើង take risk 1% ទៀតមកយើងអស់ profit ទៅគាត់ក៏ take risk ទៀតហើយក៏អស់ទាំងអា balance អស់ទាំង profit ដល់ពេលbalance របស់គាត់ធ្លាក់ចុះអញ្ចឹងទៅគាត់ចាប់ផ្ដើមភ័យដល់ភ័យអញ្ចឹងទៅអាភាពអាក្រក់នៅខាងឆ្វេងរបស់យើងចាប់ផ្ដើមទាញយើងកាន់តែខ្លាំងចាប់ផ្ដើមរុញយើងកាន់តែខ្លាំងថាត្រូវតែយក balance ហ្នឹងមកវិញហើយអាខាងស្ដាំរបស់យើងកាន់តែទូចឯនៅពេលដែលយើងធ្វើវាអត់បានអញ្ចឹងបានន័យថាយើងអត់គោរពវិន័យអញ្ចឹងចូលមកដល់ចំណុចទី4គឺទាក់ទងជាមួយនឹង no set up no entry អានេះគឺជាចំណុចមួយដែលមនុស្សភាគច្រើនក៏ភ្លេចដែរមិនថាគេមិនថាខ្ញុំដែរពេលខ្លះយើងភ្លេចខ្លួនថា set up យើងគឺជា set up អីគេយើងរងចាំអីគេហើយយើងមើលទៅលើ time frame អីខ្លះហើយ technical របស់យើងគឺចូលរបៀបម៉េចពេលខ្លះយើងឃើញអ្នកនៅក្នុង group អ្នកនៅក្នុង chat ឬក៏អ្នកផ្សេងអញ្ចឹងទៅគាត់ចូល position បានចាប់ផ្ដើមលៃលោកថាវាយធ្វើម៉េចឲ្យបានមាន position នឹងគេឬក៏បានចូលនឹងគេមក section ត្រូវតែមាន position មួយអាហ្នឹងអត់មានណាគេកំណត់យើងទេមានតែយើងទេដែលចង់ឈ្នះខ្លួនឯងយើងទេដែលអ្នកចង់ថាត្រូវតែមាន position តែសួរថាមានណាគេមកបង្ខំយើងឲ្យមាន position យើងចូលក៏បានយើងអត់ក៏បានសំខាន់លើតើយើងចូលហ្នឹងយើងមានផែនការនៅយើងមាន set up នៅយើងចូលហ្នឹងវាត្រូវជាមួយនឹងអ្វីដែលយើងរៀនអ្វីដែលយើងធ្វើអត់អាហ្នឹងបានវាសំខាន់ហើយចំណុចទី5ហ្នឹងគឺហ៊ានទទួលស្គាល់ថា
trade มันអាចចំណេញរាល់ថ្ងៃទេសុខចិត្តទទួលការខាតបង់ឬ draw down ថ្ងៃនេះហើយថ្ងៃស្អែកយើងនៅមានឱកាសទៀតក្នុងការ recover វាមកវិញមនុស្សម្នាក់តែងតែខ្លាចភាពខាតឬខ្លាចចាញ់ផ្សារឬខ្លាចខាតបង់តែនៅពេលដែលពួកគាត់ខ្លាចខ្លាំងពេកពួកគាត់បែរទៅជាធ្វើអ្វីដែលកាន់តែខាតកាន់តែបាត់បង់ហើយកាន់តែខុសតែហ្នឹងគឺជាអ្វីដែល trader ភាគច្រើនគាត់នៅមងសៅជាមួយអាហ្នឹងខាត 3% គាត់ត្រូវតែស្អែកយក 3% មកវិញឬក៏ឥឡូវហ្នឹងត្រូវយក 3% មកវិញខាត 5% ឥឡូវហ្នឹងត្រូវយក 5% មកវិញក្នុងចិត្តគាត់គឺគិតអញ្ចឹងហើយសួរថាមនុស្សម្នាក់ត្រូវតែធ្វើអញ្ចឹងអត់ធ្វើអញ្ចឹងពេលខ្លះអាចនឹងចំណេញតែពេលខ្លះអាចនឹងលងខ្លួនមកវិញហើយជឿខ្ញុំទៅមានតែការគ្រប់គ្រងខ្លួនឯងទៅលើការ trade ហើយធ្វើវាមួយធ្វើវាជាដំណើរការកុំធ្វើវាជារបស់មួយដែលប្រយុទ្ធក្នុងរយៈពេលមួយថ្ងៃបើយើងប្រយុទ្ធវាក្នុងរយៈពេលមួយថ្ងៃយើងនឹងខ្ទេចខ្ទីអស់ក្នុងពេលមួយថ្ងៃដែរចូលមកដល់ចំណុចទី6គឺយើងរៀនបង្កើត account ឬក៏រៀនចូល account មួយទៅធ្វើពី setup ហើយធ្វើវាឲ្យបាន30ថ្ងៃទៅថ្ងៃទី31អ្នកនរគ្នាប្រកាសជាមានអារម្មណ៍ថាប្លែកទេមិនថាគេមិនថាខ្ញុំទេខ្ញុំធ្វើដំបូងក៏ខ្ញុំរៀងពិបាកដែរឲ្យមក account ចូលមក setup ដល់ពេលធ្វើថ្ងៃទី1ធ្វើបានធ្វើថ្ងៃទី2ធ្វើបានស្រាប់តែធ្វើបានមួយអាទិត្យថ្ងៃទី7ថ្ងៃទី8ចាប់ផ្ដើមរៀងអាជំងឺខាងឆ្វេងដៃមកយើងចាប់ផ្ដើមរៀងអស់យើងបន្តិចថាថ្ងៃមក set up តិចឃើញគេចូលម្ដង 3-4 set up មិនដឹងថាត្រូវចូលមិនឲ្យបានច្រើនតិចមកបានចំណេញច្រើនដោយសារអីដោយសារតែមួយអាទិត្យដែលគាត់ធ្វើហ្នឹងមួយថ្ងៃចូលមក set up គាត់ TP 7ថ្ងៃចប់គ្នាអញ្ចឹងដល់ថ្ងៃទី8គាត់ស្រាប់តែ SL អញ្ចឹងគាត់គិតថាខ្លួនឯងអត់ត្រូវចាញ់ទេត្រូវតែយក profit រាល់ថ្ងៃហ្មងអាហ្នឹងគឺជាអ្វីដែលភាគច្រើន trader គាត់ធ្វើខុសហើយធ្វើបានតែមួយអាទិត្យឬក៏10ថ្ងៃទេដល់អ្នកខ្លះធ្វើបាន11ថ្ងៃដល់ថ្ងៃទី12ដាច់ account ហ្មងហើយចំណុចទី7គឺគិតថា trading គឺជាដំណើរដ៏វែងឆ្ងាយដូចខ្ញុំអាសានិយាយនៅក្នុង channel Telegram trading គឺជាដំណើរមួយដែលយើងត្រូវធ្វើវាម្ដងបន្តិចហើយវាវែងឆ្ងាយវាមិនមែនជាសមរភូមិក្នុងរយៈពេលមួយថ្ងៃឬក៏មួយយប់ទេចំណុចទី8គឺរៀនជឿថាវិន័យអាចនាំមកនៅភាពជោគជ័យនៅក្នុងវិស័យ trade យើងដែលជឿថាមានគ្រូទាយឆាកជីវិតយើងបានអ្នកខ្លះទាយថាអាយុ30មានលុយអញ្ចឹងទៅតែសួរថាអ្នកនរគ្នាជឿអត់អ្នកខ្លះជឿអ្នកខ្លះអត់បើអ្នកដែលជឿគាត់នឹងគិតថាអាយុ30នឹងមានលុយចាយនឹងខ្លាយជាមហាសេដ្ឋីអញ្ចឹងបានថាពេលខ្លះជំនឿអាចធ្វើឲ្យយើងធ្វើវាបាននៅពេលដែលពួកគាត់មានជំនឿទៅលើអីមួយឬក៏ជឿថាខ្លួនឯងអាចធ្វើបានពួកគាត់នឹងធ្វើវាបានមែនទោះបីលឿនក៏ដោយយឺតក៏ដោយក៏គាត់ព្យាយាមដែរដូចនឹងវិន័យដែរបើអ្នកនរគ្នាអត់មានជំនឿចិត្តលើវិន័យអត់មានជំនឿចិត្តលើ technical របស់អ្នកនរគ្នាផងហើយអ្នកនរគ្នាទៅ trade នៅលើផ្សារអ្នកនរគ្នាមិនជឿថាខ្លួនឯងខ្លាចទៅជា trader អ្នកនរគ្នាប្រកាសជាជឿអ្នកខ្លះជឿថាការជន់ផ្សារដឹងតែទទួលបានផលចំណេញដល់ពេលអ្នកនរគ្នាជឿអាហ្នឹងអ្នកនរគ្នាទៅធ្វើអាហ្នឹងហើយអ្នកខ្លះទៀតជឿថាផ្នត់គំនិតនៅក្នុងទីផ្សារត្រូវតែចូល position ឲ្យច្រើនបានចំណេញនៅពេលអ្នកនរគ្នាមានជំនឿចិត្តហ្នឹងអ្នកនរគ្នាអត់អាចមកផ្លាស់ប្ដូរផ្នត់គំនិតធ្វើជា trader ឬក៏ធ្វើជាconsistent trader បានទេអ្នកនរគ្នានៅតែសារផ្នត់គំនិតថាមួយថ្ងៃ10 position បានចំណេញមួយ position អត់ចំណេញទេតែដល់ពេលមួយដែលអ្នកនរគ្នាសាកធ្វើអាមួយ position ឲ្យបាន30ថ្ងៃមួយខែ2ខែឬក៏មួយឆ្នាំអ្នកនរគ្នាចាប់ដើមយល់ហើយថា trader ពេលខ្លះមិនពេលខ្លះមួយថ្ងៃបាច់មានមួយ set up ក៏បានដែរពេលខ្លះអង្គុយតែមើលផ្សារចោលអញ្ចឹងទៅបើសិនជាផ្សារអំណោយផលអត់ trade ទៅព្រោះអីអាច្បាប់ទី3របស់យើងគឺនិយាយថា no set up no entry ហ្នឹង
អញ្ចឹងតើអ្នកនរគ្នាមានជំនឿលើវិន័យបានអ្នកនរគ្នាអាចចូលមកកាន់វិស័យនេះបានយូរអង្វែងហើយចំណុចទី9ហ្នឹងគឺធ្វើតាម progress ទោះបីមិនបានផលចំណេញក៏ចំណេញលើការយកឈ្នះលើខ្លួនឯងដែរបានន័យថាម៉េចបានន័យថាយើងធ្វើតាមដំណើរការយើងចូលទាំង technical យើងមានវិន័យយើងមាន risk យើងមាន rule យើងមានការ control ទៅលើអារម្មណ៍ហើយទោះបីជាផ្សារហ្នឹងវាអត់បានទៅដល់ TP វាឡើងមក CSL ក៏ដោយក៏យើងធ្វើអ្វីដែលត្រូវហើយយើងអត់អាចមាន win rate 100% ទេការលេងនៅក្នុងផ្សារគឺជា pro បានន័យថាយើងអត់អាចធានាថានឹងទទួលបានផលចំណេញពី position ណាមួយ 100% ទេចំណុចចុងក្រោយគឺ trading អត់មានផ្លូវកាត់ទេហើយបើសួរថាindicator ជាផ្លូវកាត់អត់សម្រាប់ខ្ញុំគឺអត់ទេមានតែខ្លួនយើងទេដែលជាអ្នកគ្រប់គ្រងលើការ trade របស់ខ្លួនឯងហើយបើអ្នកនរគ្នារកឃើញផ្លូវកាត់ណាមួយវាគ្រាន់តែជាព្រៃមួយដែលអ្នកនរគ្នាឃើញដើមឈើដែលមានផ្លែឈើច្រើនអញ្ចឹងតែដល់ពេលអ្នកនរគ្នាទៅបេះវាមិនមែនជាផ្លែឈើដែលអ្នកនរគ្នាចង់បានទេពេលខ្លះវាអាចជាផ្លែឈើបំភាន់ភ្នែកផ្លែឈើមានជាតិពុលផ្លែឈើដែលមានដង្កូវអញ្ចឹងទៅអញ្ចឹងសរុបមកtrading វាមិនមែនជារបស់មួយដែលងាយស្រួលទេហើយ trading ក៏វាមិនមែនជារបស់មួយដែលពិបាកខ្លាំងដល់ថ្នាក់មនុស្សធ្វើអត់កើតដែរវាទាមទារឲ្យយើងមាន technical ច្បាស់លាស់មាន discipline ទៅលើខ្លួនឯងហើយមានការគ្រប់គ្រងទៅលើខ្លួនឯងហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អហើយព្យាយាមជឿជាក់ថាវិន័យអាចធ្វើទៅមុខបានវិន័យអាចធ្វើឲ្យយើងមានស្ថិរភាពនៅក្នុងការ trade អាហ្នឹងបានយើងនៅក្នុងការ trade បានយូរអញ្ចឹងទៅហើយយើងអត់ចាំបាច់ត្រូវតែ trade រៀងរាល់ថ្ងៃទេដរាបណាមាន set up ទើបយើងចូល trade ហើយ trade SL វាគ្រាន់តែជាផ្លូវមួយឬក៏ជាចំណុចមួយនៅក្នុងការ trade ទេបើយើងហ៊ានទទួលយក SL ហើយដើរចេញពីមុខកុងទ័រថ្ងៃក្រោយយើងនឹងទទួលបានជោគជ័យឬក៏យើងបានធ្វើទម្លាប់មួយដែលល្អសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃនេះហើយនៅក្នុងថ្ងៃដែលយើងហ៊ានដើរចេញពីក្រាបឬក៏ហ៊ានដើរចេញពីមុខកុងទ័របើសិនបើយើងអត់ហ៊ានដើរចេញពីមុខកុងទ័រទេលទ្ធផលនៃការខាតបង់របស់យើងកាន់តែធំឬក៏កាន់តែខ្លាំងហើយការធ្វើរឿងដដែលនៅក្នុងការ trade នឹងធ្វើឲ្យយើងពេលខ្លះអាចនឹងបាត់មុខទីផ្សារហើយឡើងហ៊ានមកជន់ទីផ្សារទៀតអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះ